បាទគ្រប់ជំរាបសួរបងប្អូនទាំងគ្នាវិលមកជួបជាមួយខ្ញុំម្ដងទៀតហើយគឺ review អំពីសណ្ឋាគារមួយកន្លែងដែលស្ថិតនៅឯក្រុងសៀមរាបដែលមានឈ្មោះថាសណ្ឋាគារ Intra Angkor Residences ថ្ងៃនេះមក review ពីសណ្ឋាគារម្ដងបងប្អូនគឺសណ្ឋាគារគឺស្អាតគឺនិយាយទៅគឺតម្លៃអីក៏ល្អនិយាយទៅទិដ្ឋភាពនឹងកន្លែងដែលយើងនៅហ្នឹងគឺលក្ខណៈដូចបរទេសអញ្ចឹងបរទេសមកច្រើនហើយក៏បូករួមជាមួយនឹងអាងហែទឹកដែលធ្វើឲ្យយើងមើលទៅតាក់ទាញហើយនឹងប្រកបដោយដើមឈើដើមអីអញ្ចឹងនិយាយទៅដូចបងប្អូនឃើញហ្នឹងគឺស្អាតហើយសណ្ឋាគារគេនេះគឺល្អណាស់តាក់ទងនឹងខាងក្នុងអីគឺបន្ទប់អីគឺស្អាតមកយើងមកមើលបន្ទប់របស់គេគឺដូចបងប្អូនឃើញអញ្ចឹងគឺគេរៀបចំបានស្អាតធំទូលាយហើយសម្រាប់តម្លៃវិញមួយយប់វាមាន25មានតូចជាងហ្នឹងហើយនឹង$30តែខ្ញុំយកអា$30ទៅវាធំអញ្ចឹងណាហើយក៏មានសិនតិចហើយវាធំទូលាយយើងស្រួលគេងដាក់អវ៉ាន់ដាក់អីមានទឹកក្តៅទៅតិចអីហ្នឹងណាហើយសម្រាប់ភោជនីយដ្ឋានគេនៅខាងលើក៏គេមានសម្រាប់ម្ហូបខ្មែរម្ហូបបរទេសអីគឺគេមានទាំងអស់ហើយនេះគឺទិដ្ឋភាពទៅលើភោជនីយដ្ឋានគេខាងលើណាហើយគេលក្ខណៈបែបនេះយើងអង្គុយញ៉ាំទៅយើងមានទេសភាពមើលទៅខាងក្រោមហើយសម្រាប់អាហារនេះគឺប្រភេទមានអាហារបរទេសយើងដាក់ strawberry ជាមួយនំប៉័ងអីហ្នឹងណាយើងលាបញ៉ាំទៅហើយមានទឹកដោះគោមានទឹកមានទឹកដោះគោស្រស់អីហ្នឹងក៏មានហើយមានក្រូចច្បាច់ក្រូចស្រស់គេច្បាច់ភ្លាមៗហើយជាពិសេសគឺកាហ្វេតែគេ free ឲ្យយើងគេអត់គិតលុយទេនៅអាហារពេលព្រឹកល្អមែនតើសម្រាប់បរទេសគាត់ចូលចិត្តញ៉ាំអាហារពេលព្រឹកហើយក៏អាចយើងកំងអាហារលក្ខណៈបរទេសថែមនេះក៏បានដែរហើយសម្រាប់ខ្ញុំវិញខ្ញុំចូលចិត្តញ៉ាំកាហ្វេនៅពេលព្រឹកអញ្ចឹងណាហើយពុនខ្ញុំក៏គាត់ញ៉ាំកាហ្វេតាមខ្ញុំដែរទៅឆ្ងាញ់ណាក៏ហើយខ្ញុំក៏ញ៉ាំកាហ្វេញ៉ាំតែអញ្ចឹងណាព្រោះគេ free ឲ្យយើងទេហើយព្រមហើយញ៉ាំកាហ្វេឆ្ងាញ់ចំណងចំណូលចិត្តរបស់ខ្ញុំគឺកាហ្វេអញ្ចឹងណាហើយបន្ទាប់មកយើងហៅបបរយើងអត់បានហៅម្ហូបបរទេសទេដោយសារព្រមឡើងនេះគឺជាម្ហូបខ្មែររបស់យើងអញ្ចឹងណាបបររបស់គេឆ្ងាញ់និយាយទៅអ្នកនៅសៀមរាបគេធ្វើឆ្ងាញ់មែនតើហើយដាក់គ្រឿងដាក់ក្រៅអីមកល្មមរសជាតិនិយាយទៅទួយកបានហើយគេ free ឲ្យផ្លែឈើដូចជាសកានេះបណ្ដោះអាលឹកអីហ្នឹងក៏គេ free ឲ្យយើងដែរហើយយើងញ៉ាំទៅហើយយើងមើលទៅខាងក្រោមឃើញអាងហែលទឹកទៀតវាស្រស់ស្រាយក្នុងអារម្មណ៍និយាយទៅបើបងប្អូនមកលេងនៅក្រុងសៀមរាបអីបងប្អូនអាចមកស្នាក់នៅសណ្ឋាគារ Intra Angkor Residence នេះគឺល្អណាស់គឺមានអាងហែលទឹកហើយកន្លែងគេធ្វើអាងហែលទឹកក៏និយាយទៅគេរៀបចំបានល្អថ្ងៃក៏ហែលទឹកបានព្រឹកក៏ហែលទឹកបាននិយាយទៅត្រជាក់ល្ងាចអីហ្នឹងគឺជាពិសេសគឺពេលថ្ងៃអត់ធ្វើក្តៅវាមានដើមឈើហើយជាពិសេសគេធ្វើបាំងពលឺថ្ងៃមកអាងទឹកហ្នឹងគឺនិយាយទៅធ្វើឲ្យយើងហ្នឹងហែលទឹកអត់មានក្តៅអីទេគឺត្រជាក់ហឹមហ្មងណាហើយកញ្ញាយើងនេះគឺគាត់លេងហើយមកអស់ដៃហែលទឹកមកឆ្ងាញ់គេជួយចិត្តទឹកណាប្រពន្ធរបស់ខ្ញុំហ្នឹងគឺអូគាត់ហែទៅហែមកហែទៅហែមកខ្ញុំនេះថតឡើងវីហ្មងណាទំនងណាហែទឹកអីចេះបានហើយពីចិនបរទេសគេមកនឹងច្រើនណាដោយសារតម្លៃក៏ធូរថ្លៃដើម្បីអាហារតម្លៃធូរថ្លៃទេ5រៀល3រៀលអីក៏មានដែរហើយនេះដូចបងប្អូនឃើញអញ្ចឹងគឺហើយទឹកទំនងណាហើយវីដេអូអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេចង់មក review អំពីកន្លែងគេទេហើយជួបគ្នានៅវីដេអូក្រោយទៀតបងកុំភ្លេចតាមដានបាយបាយ